សួស្តីអ្នកនាងខ្ញុំថា Mixi ថាហើយនៅក្នុងវីដេអូនេះខ្ញុំនឹងបង្រៀនអ្នកទាំងអស់គ្នា create dual boot Windows និង Linux ហើយ ISO ដែលខ្ញុំមានគឺ Ubuntu 24.04 LTS គឺខ្ញុំបានតម្លើងហើយឯងហើយថ្ងៃនេះនៅក្នុងវីដេអូនេះខ្ញុំនឹងបង្រៀនឲ្យអ្នកគ្នា dual boot ដោយ Windows នឹងមិនចាំបាច់បាត់បង់ឯកសារកម្មវិធីធំដុំអីចឹងទៅ document អីទាំងអស់គឺយើងគ្រាន់តែ create this partition ចូលទៅ BIOS create this partition មាន ISO copy ISO ចូលទៅក្នុង flash USB ហើយ create flash USB បន្ទាប់មកចូលក្នុង BIOS ចូល boot setting គឺរួចរាល់គ្នាយើងអូខេអញ្ចឹងមុននឹងចូលវីដេអូអ្នកគ្នាជួយ support ខ្ញុំផងនៅក្នុង account YouTube ព្រោះ account YouTube នេះតែបង្កើតទេហើយបើសម្រាប់ Outline នេះគឺពិបាកតម្លើងដែរជាមួយចាំវីដេអូក្រោយៗچېខ្ញុំធ្វើនៃការតម្លើង Linux អូខេអញ្ចឹងចូលទៅក្នុង desktop របស់ខ្ញុំអ្នកនរគ្នាអូខេឥឡូវយើងមកដល់ desktop របស់ខ្ញុំហើយដើម្បីខ្ញុំមកតម្លើង Ubuntu 24.4 LTS ដើម្បីតម្លើង Rufus ហើយនឹងដើម្បី create partition ទីមានតែ3ជំហានហ្នឹងទេហើយនៅមានច្រើនតិចខ្ញុំនឹងធ្វើដំបូងយើងត្រូវយកដំបូងយើងត្រូវបើក browser អ៊ីនធឺណិតណាដែលអ្នកនរគ្នាប្រើរាល់ថ្ងៃប្រើ Microsoft Edge បាន Firefox ក៏បាន Brave ក៏បាន Google Chrome ក៏បានបន្ទាប់មកអ្នកនរគ្នាចូល web ថ្មីវាយពាក្យថា Ubuntu 24.04 LTS បន្ទាប់មកចូលអា website ទី2នេះ download Ubuntu desktop បន្តមកនេះគឺជា latest version របស់ Ubuntu 24.04.4 LTS នេះគឺជា enterprise version របស់ Ubuntu អានេះយើងអាច download ជាប្រភេទ Intel ឬក៏ AMD 64 bit យើងអាច download បានឥឡូវខ្ញុំ download ហើយឥឡូវនៅ desktop ឥឡូវនេះនៅ desktop Ubuntu ISO អានេះវាចំណាយពេលយូរដែរ 6G ជំហានទី2គឺដើម្បីយើងមកតម្លើង Rufus ចូល web ថ្មីអ្នកនរគ្នា search ពាក្យវាយពាក្យ Rufus បន្តមកចូល website ទី1ចូលពាក្យ Rufus អូខេឥឡូវយើងដល់ website Rufus ហើយអូសទៅក្រោមតមករកពាក្យ Rufus 4.13 exe នេះគឺជា standard version របស់ Windows ហើយនេះគឺជា latest version របស់ Windows ចុច Rufus 4.13e sorry តមកចុច yes បន្ទាប់មកវា load Rufus 4.13 អូខេហើយឥឡូវខ្ញុំតម្លើងម្ដងទៀតហើយខ្ញុំប្រាប់អ្នកនរគ្នានៃរបៀបតម្លើង Rufus ឥឡូវតម្លើងហើយណាអូខេអញ្ចឹងជំហានមួយទៀតគឺយើងចូលកម្មវិធី Rufus ចុចពី yes បន្ទាប់មកអ្នកនរគ្នាជ្រើសរើស device ណាដែលអ្នកនរគ្នាមាន USB នៃការតម្លើង dual boot Windows Windows Linux គឺយើងមាន USB stick ចាប់ពី 8GB ឡើងអានេះគឺជា device ខ្ញុំបាន insert stick របស់វា 32GB Drive E ហើយអា boot selection នេះអ្នកនរគ្នាត្រូវជ្រើសរើស ISO ឥឡូវខ្ញុំមករកពាក្យ select ឥឡូវចូល desktop រក ISO ណាដែលអ្នកនរគ្នាបាន locate ឥឡូវឧទាហរណ៍ខ្ញុំយក Ubuntu អូខេឥឡូវគេបានរកឃើញ ISO ហើយ partition seam គឺជា boot section គ្នា boot seam គ្នា MBR គឺសម្រាប់ device laptop desktop ណាគឺ support តែ 32 bit ឬក៏ 8x86 បើសម្រាប់ GPT គឺសម្រាប់ UEFI laptop UEFI មិន legacy ទេ UEFI non CSM ជាមួយ BIOS UEFI សូមជះបើសម្រាប់ MBR គឺ BIOS legacy ទេឥឡូវ
បើអ្នកនរគ្នាប្រើ legacy គឺដាក់ legacy បើដាក់ UEFI ដាក់ UEFI ដាក់ GPT មកអានេះគឺជា partition sim របស់ UEFI អញ្ចឹង target system ហ្នឹងគឺ UEFI តបមកអ្នកនរគ្នា rename ឈ្មោះអីក៏បានដែរឧបមា 24.04 LTS អ្នកនរគ្នា rename អីក៏បានដែរបើ file system cluster size គឺអ្នកនរគ្នាមិនចាំបដូរទេអានេះគ្រាន់តែជា Linux តឡើង Linux បន្តមកអ្នកនរគ្នាចុច start បន្ទាប់មក write and in ISO image mode អាហ្នឹងគឺ recommend គឺខ្ញុំ recommend នៃការ flash ISO image mode ហ្នឹងចុច OK មកបន្តមកអ្នកនរគ្នាមុននឹង flash គឺយើងមានឯកសារនៅក្នុង USB គឺ backup all ចុច OK ចុច OK ទៀតគឺយើងនឹងចាប់ផ្ដើមហើយអ្នកនរគ្នាសូមរងចាំបន្តិចអូខេអញ្ចឹងនៅក្នុងការបន្ទាប់ពីflash USB ហើយយើងមកចូល desktop ទី2ដើម្បី create partition disk និងចូល BIOS ដើម្បី test install ព្រោះដែល screen record នៅក្នុង desktop នេះគឺខ្ញុំធ្វើទៅអត់ស្រួលព្រោះខ្ញុំប្រើ Acer ហើយអញ្ចឹងទៅបញ្ហា BIOS អូខេអញ្ចឹងdrive flash របស់យើងគឺរួចរាល់ហើយគឺយើងបាន flash គឺយើងធ្វើរួចរាល់ហើយនៅសល់2ជំហានទៀតទី1គឺ create partition disk ឥឡូវខ្ញុំមក switch ទៅ desktop មួយទៀតដើម្បីវាងាយស្រួលយល់អូខេឥឡូវយើងមកដល់ desktop ទី2ហើយនេះគឺជា Windows 11ដើម្បី create partition disk គឺយើងមានជំហានតិចតួចដើម្បីឲ្យ create បានឥឡូវខ្ញុំមក insert USB សិនអូខេហើយនេះគឺជា Ubuntu 24.04 LTS គឺជា flash ដែលខ្ញុំតែធ្វើបានហើយដើម្បី create partition disk បើសិនបើមាន icon មួយដែលមានឈ្មោះថា disk PC អានេះជាប្រភេទ shortcut ទេអញ្ចឹងវាមិនពិបាកតិចចុចដៃឆ្វេង left right click សូម option តបមកចុច manage មកចូលកម្មវិធី disk manage computer management នេះអានេះគឺជាកម្មវិធីដដែលទេជំហានទី2គឺចូលបើសិនបើអត់មាន disk PC ទេចូល file explorer ក៏បានដែរតមករកពាក្យ disk PC right click ចុចដៃស្ដាំ show option ចុច manage អញ្ចឹងវាចូលកម្មវិធីដដែលហើយដើម្បី create partition disk ទី1គឺយើងចូល disk management បន្តមកមាន disk 1ហើយdisk 1គឺសម្រាប់ 128G នេះគឺជា drive C របស់ Windows ហើយនៅក្នុង desktop នេះគឺខ្ញុំមានទំហំ 256GB ហើយខ្ញុំបាននេះហើយឥឡូវខ្ញុំមក extension ដើម្បីអ្នកនរគ្នាវាបង្កើតរបៀបបង្កើតអញ្ចឹងនៅក្នុងការបង្កើត create partition គឺអ្នកនរគ្នារក disk មួយទៀតចុច right click ដៃស្ដាំបន្ទាប់មករកពាក្យ shrink volume បន្ទាប់មកអ្នកនរគ្នារកទំហំនឹងដើម្បីយកមក dual boot អញ្ចឹងឧទាហរណ៍ខ្ញុំយកត្រឹម 60G 64G ហើយយកប៉ុណ្្នឹងចុះហើយឥឡូវខ្ញុំបាន create partition ហើយបន្ទាប់មកចុច unallocated ចុចដៃឆ្វេងច្រឡំដៃឆ្វេងដៃស្ដាំ new simple volume បន្ទាប់មកចុច next ចុច next ទៀតអ្នកនរគ្នាអាច assign អក្សរអីក៏បានដែរបើថាយើងមាន drive A drive B រកដល់សិតចុច next ទៀតតបមកអ្នកនរគ្នាមិនបាច់ខ្វល់អាពីរហ្នឹងទេកាលណាតែយើងឆេងនេះគឺមានបញ្ហាទៅលើ boot ហើយអ្នកនរគ្នាអាច rename បាន
ចុច next បន្តមកចុច finish គឺយើងបាន create partition រួចរាល់ហើយអូខេឥឡូវគឺយើងបានcreate bootable flash និង create partition disk រួចជាការស្រេចអូខេអញ្ចឹងជំហានមួយទៀតគឺយើង shut down desktop ហើយចូលទៅ BIOS ឥឡូវយើងបាន flash ហើយឥឡូវយើងមកចូល BIOS ម្ដងអូខេឥឡូវខ្ញុំកំពុងថតជាមួយទូរស័ព្ទហើយ sorry គ្នាយើងទូរស័ព្ទវាអត់សូវច្បាស់វាព្រើហើយវាអត់សូវ focus បានល្អទេចឹងនៅក្នុងការចូល BIOS គឺខ្ញុំណែនាំ model មួយចំនួនដើម្បីណែនាំ shortcut key មួយចំនួនដើម្បីចូល BIOS ហើយនេះជា Lenovo laptop ដែលខ្ញុំត្រូវ install Ubuntu 24.04.4 LTS ដើម្បីចូល BIOS គឺ shortcut key គឺមិន ESC F2 ឬ M9 ទេដើម្បីចូល BIOS គឺយើងបើកគ្រឿងឲ្យ press F1 អញ្ចឹងណា F1 បើ model ផ្សេងខុសគ្នាពី Lenovo ដូចជា Dell Acer គឺយើងគ្រាន់តែ press ESC ក៏បាន F2 ក៏បានអានេះ F2 សម្បូរជាងគេគឺចូល BIOS បានទេ F2 ហើយនិង M9 ព្រោះ3 shortcut នេះគឺសិតតែចូល BIOS បានអស់តែ model មួយចំនួនឥឡូវយើងបានទៅដល់BIOS របស់ Lenovo ThinkPad Setup វិញហើយជំហានដំបូងគឺអ្នកគ្នារកពាក្យ security បន្ទាប់មកអ្នកគ្នារកពាក្យ secure boot ចុច secure boot ហើយអ្នកគ្នាសង្កេតមើលតើ secure boot នឹង enable ឬនៅបើសិនបើ enable គឺយើងត្រូវ disable ត្រូវយក arrow key នឹងបិទដាក់ disable វិញមកហេតុអីបើអញ្ចឹងដោយសារកាលណាតែយើងenable secure boot គឺយើងមិនអាចចូលមិនអាចអនុញ្ញាតឲ្យខាង operating system នឹងចូលកើតទេហើយឥឡូវខ្ញុំបាន disable ហើយបន្ទាប់ពី secure boot ចូល boot list option ម្ដងចេញពី security ចូល start up ហើយរកពាក្យ boot device list F12 option បើសិនមក disable អ្នកគ្នា enable មកបើ disable គេមិនអនុញ្ញាតឲ្យចូល F12 បានទេគឺយើងមិនបានតម្លើង Windows អីចឹងទៅហើយយើងប្រើ arrow key ទៅយើងចុចបើកទៅចុច ចុច enable គឺហើយបន្ទាប់មក exit saving chain គឺអ្នកគ្នាមិនអាចស្រេតបែចឹងទៅ exit saving chain គឺហើយបន្ទាប់មកចុច F12 ញាប់ឥឡូវយើងបានចូលជាមួយនឹង interim boot menu ហើយ boot sequence ហើយយើងមានឃើញ Windows Boot Manager ហើយនិង SSD 256ហើយនេះជា USB generic USB device ដែលខ្ញុំបានឆែកមើល boot មុនហ្នឹងចុច enter គឺចូល Linux Ubuntu ហើយតបអ្នកគ្នាចុច install Ubuntu មកចាំចុចអីផ្សេងទេហើយកាមេរ៉ាអត់ច្បាស់ទៀតតប៉ាចុច install រងចាំបន្តិចគឺវា boot យូរតិចដូច Ubuntu អូខេហើយឥឡូវយើងបានចូល Ubuntu វិញហើយនេះគឺ Windows Boot Manager គឺអត់បាត់បង់ទេនៅពេលដែលយើងបានបង្កើត create this partition ដូចនៅក្នុង desktop ទី2 video desktop ទី2ចឹងទៅគឺមកទៅវាបាត់បង់ឯកសារធំដុំអីចឹងទៅសូមរងចាំបន្តិចព្រោះ boot វាយូរអូខេឥឡូវយើងឃើញមកហើយអូខេអញ្ចឹងឥឡូវយើងមកដល់Ubuntu ហើយ
ហើយយើងនឹងប្រាប់អ្នកគ្នារបៀប install Ubuntu បន្ទាប់ពីបានបង្កើត create partition this partition រួចហើយសូមតម្លើងពលឺតិចចឹងរងចាំបន្តិចព្រោះវា slow ដែរ អូខេឥឡូវយើងបានចូលកន្លែង set up Ubuntu វិញហើយ welcome to Ubuntu ឥឡូវយើងមក set up ដាក់ English ចុច next ចុច next English ចុច next បើសិនបើអ្នកនរចង់ connect Wi-Fi network គឺ connect បានតែវា this may take a longer វាខាត់ពេលយូរឡើងកម្មវិធីអីចឹងទៅពិបាកឥឡូវខ្ញុំដាក់ do not connect internet ចុច install Ubuntu តមកចុច interactive installation ចុច default selection តមកបើសិនមកមានអ៊ីនធឺណិតអ្នកនេះ tick យ៉ាងហ្នឹងមកបើអត់មានទេមិន tick ទេចុច next នេះរឿងចាំបន្តិចគ្នាយើងអូខេឥឡូវយើងបានចូល this utility ហើយគេសួរថា how do you want to install Ubuntu តើអ្នកចង់តម្លើង Ubuntu នឹងដែលប្រើ this វិញជំហានទី1គឺយើងមាន Windows Boot Manager គឺយើងអាច install alongside នឹងគេហៅថា dual boot Windows ដោយគ្មានចោទជាបញ្ហាបំបត្តិឯកសារទៅលើនៅក្នុង Windows ទេហើយបើសម្រាប់ erase this និង install Ubuntu គឺយើងលុប Windows ទាំងអស់លុបឯកសារទាំងអស់តម្លើងទៅ Linux ជាមួយ Ubuntu ជាមួយទេឥឡូវបើសិននៅក្នុងវីដេអូនេះខ្ញុំនឹងបរៀនអ្នកគ្នាតម្លើង alongside Windows Boot Manager ចុច next តមកអ្នកគ្នារក app this partition នៃយើងទៅបង្កើតអានេះគឺជា this នៃយើងទៅបង្កើតផាជានេះពេលយើងដាក់ 63G មកហ្នឹងអូខេចឹងចាប់ដើមចុច next តមកដាក់ name ដល់ថាអូខេចឹងដាក់ថា maxi ដាក់ password បន្តមកចុច next ចឹងវាកំពុងតែឡើងហើយយើង set location ដាក់ location ចំភ្នំពេញមិនបាងកកឯណាព្រោះយើងជួនកាលចុចច្រឡំអូខេចុចភ្នំពេញចុច install គឺយើងកំពុងតែឡើងវិញហើយអូខេចឹងឥឡូវវាកំពុងតែឡើងឥឡូវកំពុងតែឡើង Ubuntu ដោយជក់ជ័យចឹងវាងាយស្រួលទេហើយអ្នកនាងរងចាំបើ finish ហើយគឺយើងreinstall បានហើយចឹងវាស្រួលក្នុងការតម្លើង Linux ដោយប្រើ dual boot install alongside Windows Boot Manager ហើយ create this partition គឺយើងរួចរាល់តែជក់ជ័យហើយអូខេចឹងយើងនឹងរងចាំបន្តិចដើម្បីតម្លើង system មកហើយអូខេឥឡូវយើងបានតម្លើងUbuntu 21.04 LTS ដោយជក់ជ័យអូខេឥឡូវយើងមកសាក restart ហ្នឹងគីឡូវា show boot list option មួយ Windows និង Linux
ok ឥឡូវយើងបានចូលកន្លែង boot menu វិញហើយគឺយើងមានUbuntu ហើយនឹង Windows Boot Manager គឺយើងបានចូល Windows ដល់ធម្មតាឥឡូវចូល Ubuntu ទៅស្វ័យប្រវត្តិនេះយើងគឺយើងបានប្រើ Ubuntu ដែលជោគជ័យយ៉ាគ្នាយើងចឹងនេះគឺជា step មួយជំហានមួយហើយខ្ញុំនិយាយទៅបាយឡាយដែរហើយនេះគឺជាជំហានមួយដែលងាយស្រួលសម្រាប់ beginner អ្នកដែលមាន USB អ្នកដែលមាន USB មានកម្មវិធី Rufus មាន ISO Linux អីចឹងទៅគឺយើងធ្វើបានហើយយើងដើម្បីចូលបើ S គឺយើងគ្រាន់តែបើក list F12 option ហើយ secure boot បិទអូខេចឹងមានតែប៉ុណ្្នឹងទេហើយខ្ញុំអាចនឹងធ្វើវីដេអូសារថ្មីទៀតទៅសារខ្ញុំនឹងប្រហែលជាភ្លេចជំហានមកផ្សេងទៀតគ្នាអូខេចឹងមានតែប៉ុណ្្នឹងទេអរគុណជួបគ្នានៅវីដេអូក្រោយ